រឿងក្រពើនិងអ្នកបរទេះមានសត្វក្រពើមួយអាស្រ័យនៅក្នុងបឹងធំមួយលុះដល់រដូវប្រាំងទឹកបឹងក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានទើបវាឡើងលើគោកដើរត្រាច់ចររកទីមានទឹកកាលនោះមានតាចាស់ម្នាក់បរទេះមកបានជួបនឹងក្រពើកំពុងវានៅកណ្ដាលផ្លូវឯក្រពើក៏សុំដោយសារតានោះតាសួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំនេះរកទីអាស្រ័យគ្មានទេគឺបឹងដែលខ្ញុំរស់នៅនោះឥឡូវទឹកនៅទីនោះរីងស្ងួតអស់នឹងនៅតទៀតពុំបានទើបខ្ញុំខំស្វែងរកស្ទឹងបឹងដែលមានទឹកនិងអាស្រ័យនៅបើតាមេត្តាសូមនាំខ្ញុំទៅឲ្យដល់ទីណាមានទឹកផងហើយដាក់ខ្ញុំនៅត្រង់នោះចុះតានោះក៏យល់ព្រមទើបដោះគោចេញពីនឹមហើយលើកក្រពើឡើងដាក់សណ្ដូកលើទូករទេះហើយដោយក្រពើមិនទុកចិត្តខ្លួនក្រែងធ្លាក់ទើបប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូករទេះតាក៏ធ្វើតាមពាក្យក្រពើស្រេចហើយតាក៏ទឹមគោចេញទៅលុះដល់បឹងមួយមានទឹកតាក៏ឈប់រទេះដោះគោចេញហើយស្រាយចំណងក្រពើប្រាប់ថាបឹងនេះមានទឹកគួរហើយណាចៅចូលចៅលូនទៅនៅបឹងនេះចុះឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេថែមទាំងឃ្លានអាហារផងក៏និយាយថាតាឯងចងយើងភ្ជាប់នឹងទូករទេះយើងមានសេចក្តីវេទនាពន់ពេកណាស់តាឯងត្រូវឲ្យគោមួយយើងស៊ីទើបតាឯងរួចទោសបើមិនឲ្យគោយើងស៊ីទេយើងនឹងស៊ីតាឯងឥឡូវនេះហើយលុះឮក្រពើពោលពាក្យដូច្នេះគាត់ផិតភ័យណាស់ក៏ស្ដីអង្វរថាណាហើយក្រពើខ្ញុំនេះមានគុណបានដឹកនាំក្រពើឯងមកដល់ទីនេះចុះឥឡូវក្រពើឯងចង់ស៊ីខ្ញុំទៅវិញខ្ញុំអត់មានខុសសោះមិនគួរអ្នកចង់ពិឃាតបើដូច្នេះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកចៅក្រមមកវិនិច្ឆ័យសូមប្រតិបត្តិហើយស៊ីខ្ញុំក្រពើក៏យល់ព្រមហើយនិយាយទៅកាន់តាបានតាឯងទៅរកចៅក្រមនៅទីណាក៏រកចុះយើងចាំតាឯងនៅទីនេះតាបានយកជ័យទុំមួយស្និតដើរកាន់ទៅរកចៅក្រមហើយពេលនោះតាក៏បានទៅជួបទុនសាយមួយនៅលើដំបូកទុនសាយក្រឡេកឃើញតាកាន់ចេកដើរកាត់ព្រៃចូលមកក៏សួរទៅកាន់តាថាតាអើយតាមានទឹកនេត្រាសោកសៅតាមានរឿងអ្វីចូលលោកនេះសិនមកតាក៏និយាយប្រាប់ទុនសាយសពគ្រប់ប្រការអំពីរឿងខ្លួននិងក្រពើទុនសាយស្ដាប់ហើយក៏និយាយថាយីអាសត្វក្រពើនេះជាសត្វដែលមិនដឹងគុណតាឯងបើដូច្នេះខ្ញុំទទួលធ្វើជាចៅក្រមរបស់តាឯងតាកុំភ័យឲ្យតែចែកមកនេះមកខ្ញុំស៊ីសិនមកចាំយើងចេញទៅជាមួយគ្នាណាតាណោតាក៏ឲ្យចេកទៅទុនសាយស៊ីចេកអស់ក៏នាំគ្នាទៅកន្លែងដែលឈប់នោះពេលនោះទុនសាយក៏និយាយទៅកាន់ក្រពើថាយ៉ាងម៉េចហើយចៅក្រពើអ្នកវង្វេងព្រៃមិនដឹងទៅណាបានជាតាគាត់មេត្តាឲ្យដោយសារមកផងឥឡូវដល់កន្លែងសមនឹងអាស្រ័យហើយមិនក៏មិនដឹងគុណបុណ្យបែរជាចង់ស៊ីគាត់ទៅវិញដូច្នេះហើយតាគាត់ធ្វើទោសអ្វីឯងលោកសុភាទុនសាយតានេះឲ្យខ្ញុំដោយសារមកមែនតែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គាត់ចងខ្ញុំអោបទៅនឹងទូករទេះខ្លាំងពេករកតែដកដង្ហើមពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងគាត់ហើយត្រូវតែប្រគល់គោរបស់គាត់មកឲ្យខ្ញុំស៊ីបើគាត់មិនប្រគល់ឲ្យគោមកខ្ញុំស៊ីទេគាត់នឹងហើយដែលត្រូវធ្វើជាចំណីខ្ញុំស៊ីដើម្បីសងជំងឺចិត្តខ្ញុំទុនសាយឆ្លើយតាមអនុលោមថាតាឯងចង់គេខ្លាំងហួសបានជាគេខឹងចុះមិនបានជាតាចង់គេខ្លាំងម្លេះវារកតែរើខ្លួនមិនរួចដូច្នេះមិនបានជាតាធ្វើអញ្ចឹងតាក៏ប្រកែកថាទេខ្ញុំមិនបានចង់តឹងដល់ថ្នាក់នឹងទេលោកសុភាទុនសាយអើយចង់ល្មមកុំឲ្យតែធ្លាក់ប៉ុណ្ណោះទុនសាយក៏និយាយបន្តថា
ខាងចោតថាចងខ្លាំងខាងចម្លើយថាចងល្មមពាក្យអ្នកទាំងពីរនេះគ្មានអ្នកណាជាសាកសីទេបើដូច្នេះត្រូវក្រពើឯងលូនឡើងមកលើទូករទេះវិញឲ្យតាចងម្ដងទៀតមើលយើងមើលថាតឹងឬធូរទើបបានកាត់សេចក្តីនេះឲ្យយុត្តិធម៌បាន ឯក្រពើជាសត្វល្ងងខ្លៅក៏វាឡើងទូករទេះឲ្យតាចងដូចមុនតាយកចំណងមកចងទន្សាយក៏និយាយថា មិនដែរចៅក្រពើតាចងយ៉ាងនេះឬ ក្រពើឆ្លើយថា ទេកាលតាចងខ្ញុំមុននោះគឺចងលើសនេះខ្លាំងណាស់បើចងប៉ុណ្ណេះខ្ញុំទៅខឹងគាត់ធ្វើអី ទន្សាយនិយាយបន្តថា តារឹកថែមទៀតមើល តារឹតថែមទៀតទន្សាយសួរក្រពើទៀត មិនចៅក្រពើតាចងតឹងដូចមុនឬនៅ ក្រពើតបថា នៅទេមិនទាន់ស្មើដូចមុនទេ ទន្សាយក៏បង្គាប់ថា តាឯងទៅកាប់កូនកំព្រាមករឹតម្ដងទៀតមើល តាក៏ធ្វើតាមហើយរឹតត្របាញ់តឹងទាំងខាងមុខទាំងខាងក្រោយអស់ទំហឹងដៃឯក្រពើនោះត្រូវគេត្របាញ់តឹងនឹងកូនកំព្រានោះតឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបនិយាយថា សុំទៀនកាលចងមុននោះគាត់ចងតឹងបែបនេះឯងលោកអ្នកណាឡើយនឹងទ្រាំបានបើតឹងយ៉ាងនេះចងបែបនេះហើយសូមលោកធ្វើជាសាក្សីផងចុះតើអ្នកណាខុសអ្នកណាត្រូវ ទុំសាយឃើញក្រពើរើខ្លួនពុំរួចហើយក៏បង្គាប់ឲ្យតាទៅយកពូថៅមកពុះក្បាលក្រពើឲ្យស្លាប់តែម្ដងព្រោះជាសត្វអកតញ្ញូពុំដឹងគុណគេសោះតាកាប់ក្រពើដាច់ជា2ជា3កំណាត់ហើយទុនសាយក៏បង្គាប់ថា កន្ទុយរបស់វាតាយកទៅឆ្អើរឬពិសាភ្លាមក៏បានឯសាច់តាយកទៅលក់ តាក៏អរគុណទុនសាយហើយក៏បរទេះត្រឡប់ទៅផ្ទះវិញតាក៏អរគុណទុនសាយហើយក៏បរទេះត្រឡប់ទៅផ្ទះវិញដោយសប្បាយរីករាយក្រៃលែងហើយក៏បរទេះត្រឡប់ទៅផ្ទះវិញដោយសប្បាយរីករាយក្រៃលែង